Long story short ខ្ញុំឈ្មោះសាមីថ្ងៃនេះខ្ញុំនឹងប្រែក្លាយសួនក្បែរខាងមុខផ្ទះរបស់ខ្ញុំក្លាយទៅជាកន្លែងធ្វើម្ហូបហើយថ្ងៃនេះយើងមានតកួនជាមួយនឹងសាច់គោផុយស្រួយចង់ដឹងថាខ្ញុំច្នៃមុខម្ហូបអីឲ្យអ្នកទាំងអស់គ្នាមើលវិទ្យុសំឡេងសាធារណរដ្ឋខ្មែរសូមជូនឥឡូវនេះខ្ញុំមានសាច់គោហើយតកួនខ្ញុំនឹងទៅធ្វើមុខម្ហូបដែលគេកំពុងល្បីឥឡូវយើងចង់ដឹងថាគេធ្វើមិនខ្លះទៅមើលវីដេអូឥឡូវនេះយើងមានបន្លែគឺយើងមានតកួនអ្នកនរគ្នាធ្វើការឈូសឲ្យហើយមកហើយយើងធ្វើការលាងទឹកសម្អាតវានេះគឺជាសាច់គោ3ខាំដែលខ្ញុំទិញមកពីផ្សារអ្នកនរគ្នាធ្វើការទិញសាច់គោជ្រើសរើសសាច់គោដែលផុយហើយនេះគឺជាគ្រឿងផ្សំយើងត្រូវការខ្ទឹមសហើយនិងម្ទេសហើយយើងធ្វើការបុកវាចូលគ្នាទៅរៀបរៀងដោយនាងមាសមេត្រីអូខេអ្នកនរគ្នាឥឡូវគ្រឿងផ្សំរបស់យើងហើយអស់ហើយឥឡូវយើងធ្វើការកាច់ហ្គាសឈុចផប់កម្ដៅខ្ទះយើងសិនគួនមកមួយចំហៀងខ្ទឹមមួយចំហៀងហើយសាច់គោមួយចំហៀងនឹងធ្វើត្រូវអត់ទេនេះធ្វើត្រូវហើយដឹងមានអ្នកញ៉ាំអត់ទៀតហើយយើងធ្វើការច្បល់វាកូនកបិតខ្ញុំអត់យកវែកឲ្យខ្ញុំមែនផងខ្ញុំច្បល់ដៃហ្នឹងនេះឥឡូវបែផ្លែយើងថែមពងមួយទៀតក្នុងរយៈពេលយើងកុំឲ្យដូចគេថែមពងមួយទៀតមកនេះផ្លែខុសគេហ្មងនេះហើយសម្រាប់ទឹកជ្រលក់អ្នកអាចប្រើទឹកតៅហ៊ូហើយយើងដាក់ម្ទេសតិចតិចមកឬក៏យើងអាចប្រើទឹកម្រេចក្រូចឆ្មាយើងហ្នឹងដូចជាមិត្តទិនពីសមុទ្រមិត្តប្រោះម៉ាត់និងនាងហ៊ុយនេះជាដើមដំបូងនេះគឺបាត់បុផាកំពុងហើយដែលជាបាត់ភ្លេងរបស់មិត្តទិនពីសមុទ្រឥឡូវខ្ញុំមកឈឿនមុខផ្ទះរបស់មិត្តទិនពីសមុទ្រនេះមុខផ្ទះខ្ញុំហ្នឹងអ្នកនេះអានេះ garden ខ្ញុំណាបន្លែខ្ញុំដាំបន្លែដាំអីហើយយកមកធ្វើម្ហូបចង់សាក់មុខម្ហូបហ្នឹងអាចធ្វើញ៉ាំនៅផ្ទះបានអរគុណច្រើនជម្រាបលាបាយបាយជម្រាបលាចេះដល់បាយចេះ